ចាថ្ងៃនេះមកមួយស្វាយត្រាំធ្វើខ្លួនឯងហើយធ្វើឲ្យក៏ភ្លក់បន្តិចទៅវាឆ្ងាញ់ឆ្ងាញ់មិនតន់ស្អីជួយជាសុបូដែរតែភ្លក់មួយអំបិលតិចទៅវាចាប់ដើមស្រួយហើយយើងត្រាំតកកយូរដែរចាយំទៅនេះភ្លក់ទៅវានៅជូរតិចតិចស្អាខ្ញុំមកធ្វើដាក់ស្ករតែខ្ញុំទៅជាតិឆ្ងាញ់យើងធ្វើខ្លួនឯងចឹងយើងញ៉ាំទៅវានិយាយទៅខុសឃើញចង់សក់ទឹកមាត់ដែរចាហើយតិចទៅដល់វិធីធ្វើខ្ញុំទៅស្រួលគ្រាន់តែថានេះស្វាយខ្ញុំមានដើមគេបេះឲ្យចឹងទៅក៏យកមកធ្វើតិចទៅធ្វើទុកញ៉ាំឬណាំចិនឬក៏ពេលសម្រាប់អីចឹងណាចាចានេះញ៉ាំតែពី3ចំណិតញ៉ាំមួយអំបិលមិនតាន់អស់ទៀតញ៉ាំហើយឥឡូវនេះស្វាយយើងមានប្រហែលជាកន្លះគីឡូចិត្តកន្លះគីឡូជាងចាមកយើងហាក់ចិត្តសបកអស់ហើយហាន់វាទូចាចិត្តសបកឲ្យអស់ចឹងមកខ្ញុំហាន់វាកិនមកល្មមយើងទុកវាបានចាពាក់កដាទៅព្រោះស្វាយនេះទូដែរចាអ្នកហាន់ចឹងមកបានហើយដាំទឹកឲ្យពុះអត់ដាក់អីទេដាក់តែទឹកនឹងហើយយើងដាក់ស្វាយចូលចាដាក់ស្វាយចូលតែមកឲ្យស្វាយហ្នឹងវារៀងឡើងងាកឡើងលឿងទីចឹងទៅហើយខ្ញុំក៏ស្រង់ទុកវាបន្តិចឲ្យវាតិចតិចហើយដាក់តកកហើយខ្ញុំស្រង់វាដាក់តកកហ្មងចាអញ្ចឹងដាក់តកកនោះខ្ញុំត្រាំទុកឲ្យវាតិចឡើងរវល់តិចដែរអញ្ចឹងក៏ដួសឲ្យត្រាំទុកចោលមកយូរតិចទៅចាត្រាំហើយយើងយកវាទៅលាយមួយស្ករហើយអំបិលទៅបានហើយចាយល់ទៅនេះត្រាំហើយវានៅចង្អាក់ពណ៌វាឡើងស្អាតចឹងចាដូចវាឡោកសាច់អត់តែឡើងលឿងនេះវាលែងមានជាប់មានអីទេចាអញ្ចឹងអានេះខ្ញុំដាក់អំបិលហើយស្ករទេចាអញ្ចឹងហើយរួចរាល់ចាអរគុណច្រើន